ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះសូមទាញអារម្មណ៍អ្នកទាំងអស់គ្នាចូលមកទស្សនាអំពីវិធីសាស្ត្រជួយសង្គ្រោះរបស់គ្រូពេទ្យដែលមានជំនាញនិងវិជ្ជាជីវៈដោយក្រមសីលធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតទើបអាចជួយសង្គ្រោះជីវិតមនុស្សឲ្យរួចផុតពីគ្រោះថ្នាក់បានចា៎ដូចដែលបងប្អូនបានឃើញស្រាប់ហើយថាទារកម្នាក់ហ្នឹងគាត់កើតមកភ្លាមស្ទើរតែគ្មានដង្ហើមនិងបាត់បង់ជីវិតទៅហើយប៉ុន្តែដោយសារតែបានគ្រូពេទ្យដ៏ជំនាញនិងបទពិសោធន៍ជាច្រើនដែលបានជួយសង្គ្រោះជីវិតរបស់គាត់ទាន់ពេលវេលាបានបែបនេះហើយការយកចិត្តទុកដាក់ជួយសង្គ្រោះដោយចិត្តសប្បុរសធម៌ជាចុងក្រោយខ្ញុំសូមផ្ដាំទៅគ្រូពេទ្យមួយចំនួនកុំយកលុយជាធំដោយក្បត់ឧត្តមគតិនិងមនសិការចំពោះអាយុជីវិតមនុស្សអីអរគុណចំពោះការចំណាយពេលដ៏មានតម្លៃរបស់បងប្អូនដែលបានចូលមកតាមដានវីដេអូរបស់ខ្ញុំសូមឲ្យបងប្អូនជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នាកុំភ្លេចឲ្យមេដៃនិង share ម្នាក់មួយផងណា